បើមិនចង់ជួបរឿងស្ដាយក្រោយសូមអាណាព្យាបាលកុំធ្វើរឿងបែបនេះទៅលើកូនតូចដែលទៅនឹងកើតអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីយោងទៅតាមរូបភាពរបស់គិរិកាម្នាក់ដែលត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមដែលយើងមើលទៅតាមរូបភាពឃើញថាដោះរបស់នាងគឺឡើងហើមពោតែម្ដងដែលនេះគឺបណ្ដាលមកពីការច្របាច់តាមរយៈការបង្ហោះរបស់ផេកដែលមានឈ្មោះថាអេងហួរដែលជាគ្រូពេទ្យបានរៀបរាប់ឲ្យដឹងថានិយាយត្រង់មើលបងប្អូនធ្លាប់ច្របាច់ទេហើយច្របាច់ដើម្បីអ្វីដែរអាណិតក្មេងតូចណាស់មិនដឹងឈឺមិនទេនិយាយដល់រឿងនេះខ្ញុំនឹកដល់រឿងមួយម្ដាយក្មេងថាបងកូនខ្ញុំឈឺភ្នែកស្រាប់តែអ៊ីម្នាក់ដែលនាំចៅមកចាក់វ៉ាក់សាំងតបទៅគាត់វិញភ្លាមថាមិនហើយមិនដាក់ទឹកដោះម៉ែនឹងទៅហើយខ្ញុំក៏បានកាត់គាត់វិញថាអ៊ីឈឺភ្នែកហាមដាក់ទឹកដោះម៉ែអូនយកកូនមកពេទ្យអញ្ចឹងត្រូវហើយគាត់ក៏តបមកខ្ញុំវិញថាអញ្ចឹងគេឲ្យដាក់អីវិញខ្ញុំតបទឹកដោះមិនមែនជាថ្នាំព្យាបាលឈឺភ្នែកទេអ៊ីឈឺភ្នែកមានថ្នាំព្យាបាលមានក្រមួនសម្រាប់ដាក់ភ្នែកក្មេងតូចៗឬមនុស្សធំបានហើយទឹកដោះក៏មិនមែនជាថ្នាំសម្រាប់ព្យាបាលឈឺភ្នែកនោះដែរអ្នកគ្រូពេទ្យក៏បានបញ្ជាក់ផងដែរថាពិបាកបំបត្តិជំនឿម៉ែណាស់ពេទ្យសុំចាញ់ហើយនៅពេទ្យបញ្យលចង់ស្ងួតកដល់ផ្ទះប្រព្រឹត្តដដែលធ្វើអីគាត់ដល់ឈឺខ្លាំងពេលខ្លះសឹងតែជួយមិនចង់បានគូបញ្ជាផងដែរថាពាក់ព័ន្ធទៅនឹងជំនឿក៏ដូចជាទម្លាប់របស់ចាស់ពីបុរាណដែលគាត់តែងតែជ្រើសរើសនៅវិធីទាំងអស់នោះប្រើទៅលើកូនតូចឬក៏តាក់ទងទៅនឹងការព្យាបាលអ្វីមួយគឺនៅតែមាននៅក្នុងពេលបច្ចុប្បន្ននេះទូយ៉ាងដូចជាការច្របាច់ដោះដើម្បីកុំឲ្យដោះខ្វាក់ឬក៏ការបន្តក់ទឹកដោះទៅក្នុងភ្នែកដើម្បីឲ្យកូននឹងមានភ្នែកស្អាតអីជាដើមនឹងចាអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺវានៅតែបន្តមានចាទោះបីជាមិនច្រើនចាដូចចំនួនមុនប៉ុន្តែឥឡូវក៏នៅមានចាបន្តដែរហើយយើងក៏បានឃើញថាក្មេងទាំងអស់នោះខ្លះក៏មិនអីខ្លះទៀតហ្នឹងក៏ជួបនៅបញ្ហាដូចជាតាក់ទងទៅនឹងការបន្តទឹកដោះភ្នែកយើងធ្លាប់បានឃើញតាមសារព័ត៌មានហើយគឺធ្វើឲ្យកូនរបស់គាត់នឹងមានបញ្ហាភ្នែកចាភ្នែកឈឺភ្នែកអីចឹងទៅចាហើយឥឡូវនេះដែរយើងឃើញករណីមួយទៀតហើយគឺតាក់ទងទៅនឹងក្មេងចាស្រីម្នាក់នេះមកទៅគឺអាណិតគាត់មែនតើចាជាអតិរោណាជាទេរិកាឃើញថាដោះរបស់គាត់នឹងឡើងហើមតែម្ដងហើយមិនដឹងថាការចំបាច់របស់គាត់នឹងខ្លាំងដល់កម្រិតណាទេចាដូច្នេះហើយមធ្យោបាយដ៏ល្អបំផុតចានៅពេលដែលកូនមានបញ្ហាអ្វីមួយចាដែលលោកអ្នកជាអាណាព្យាបាលនឹងគួរតែនាំទៅកាន់មន្ទីរពេទ្យពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យជំនាញដែលយើងជៀសវាងជាមួយនឹងទម្លាប់ឬក៏ចាទង្វើដែលយើងបានធ្វើតគ្នាតាំងពីបុរាណមកនឹងចាបើសិនជាកូនមានបញ្ហាអីគឺមិនអីទេតែបើមានបញ្ហាគឺធ្វើឲ្យយើងនឹងស្ដាយក្រោយជាមិនខានចាដូចជាក្នុងករណីចារូបភាពមួយសន្លឹកនេះអញ្ចឹងចាមើលទៅគឺអាណិតក្មេងណាចាគ្នាមិនដឹងអីផងចាឈឺច្បាញ់នឹងឈឺម្ដងហើយចាដល់ពេលកាន់តែហើមទៅទៀតធ្វើឲ្យកាន់តែឈឺចុកចាប់ខ្លាំងព្រោះថានេះវាអាចទាក់ទងទៅនឹងអនាម័យខ្លាំងមែនទែនចាអនាម័យហើយនឹងការធ្វើប្រហែសជួនកាលនៅពេលដែលដៃរបស់គាត់មិនស្អាតចាមានមេរោគឬក៏បាក់តេរីអីចាគាត់ទៅច្បាច់ដោះកូនចាមានកញ្ចក់មានអីចឹងទៅវាមុតវាប៉ះទង្គិចចាសាច់កូនអីចឹងទៅវាអាចឆ្លងមេរោគឬក៏បាក់តេរីចាដែលធ្វើឲ្យអាការៈចាស្បែករបស់គាត់នឹងឡើងហើមបែបហ្នឹងចាហើយបងប្អូនមើលចោះចាគឺហើមខ្លាំងមែនទែនណាចាយើងពិនិត្យមើលទៅគឺឃើញឡើងហើមខ្លាំងមែនទែនជុំវិញរង្វង់ដបរបស់គាត់ហ្នឹងចាចំណែកឯការហើមនេះក៏មិនមែនតិចថ្ងៃផងដែរបងប្អូនចាយើងមើលទៅសភាពណាជាពិសេសនៅត្រង់ក្បាលដោះរបស់គាត់ហ្នឹងចាមើលទៅគឺចាមិនឃើញជាក្បាលដោះទេចាគឺរាងចារីកធំតែម្ដងចាអាណិតក្មេងមែនទែនចាអញ្ចឹងបងប្អូនទាំងអស់គ្នាសូមមេត្តាប្រុងប្រយ័ត្នចាទាំងអស់គ្នាជាមួយនឹងករណីនេះចា